កូនក្មេងនៅក្នុងប្រទេសជប៉ុននៅពេលដែលឈឺម្ដងទៅពេទ្យគឺអត់អស់លុយទេបងប្អូនអត់អស់ថ្លៃព្យាបាលជំងឺទេហើយកូនក្មេងនឹងឲ្យឧស្សាហ៍ឈឺអញ្ចឹងណាបើសិនជាកូនទៅពេទ្យច្រើនដងហើយអស់ចំណាយថ្លៃពេទ្យច្រើនអើយឪពុកម្ដាយមួយដឹងតែក្រតែម្ដងប៉ុន្តែនៅក្នុងប្រទេសជប៉ុនសម្រាប់កូនរបស់ខ្ញុំនេះមិនតែកូនរបស់ខ្ញុំទេកូនរបស់គេគ្រប់គ្នាហ្នឹងណាសំខាន់ឲ្យតែយើងរស់នៅស្របច្បាប់ហើយយើងបានទៅចុះបញ្ជីគ្រួសារអីបានត្រឹមត្រូវអញ្ចឹងគឺតែងតែទទួលបានបានដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យអត់អស់លុយទេបងប្អូនទាំងថ្លៃពិនិត្យព្យាបាលជំងឺទាំងថ្លៃថ្នាំថ្លៃអីអញ្ចឹងណាហើយដោយសារកូនក្មេងនៅតូចនៅនេះដល់ពេលខែក្តៅគឺក្តៅខ្លាំងដល់ពេលខែត្រជាក់ខ្លាំងអញ្ចឹងណាភាគច្រើនកូនខ្ញុំឈឺតែនៅក្នុងរដូវក្តៅហើយនិងរដូវត្រជាក់ទេនៅពេលដែលឈឺហ្នឹងមានអីទេបងប្អូនផ្ដាសាយហូរសបោក្អករាកឈឺពោះអីអញ្ចឹងណាហើយហ្នឹងហើយភាគច្រើនកូនខ្ញុំឈឺច្រើនជាងគេតែក្អកផ្ដាសាយក្តៅខ្លួនអីអញ្ចឹងឯងព្រោះធម្មតាកាលគាត់នៅតូចត្រឹមអាយុ2ឆ្នាំអីអត់ដែលឈឺទេបងប្អូនហ្នឹងហើយបើថាឈឺអីត្រឹមផ្ដាសាយអីតិចតួចយើងច្រកថ្នាំទិញនៅផ្សារអីចឹងទៅបាត់អញ្ចឹងណាប៉ុន្តែពេលដែលចាប់ពីអាយុ2ឆ្នាំកន្លះទៅគាត់ចូលរៀនទៅនៅក្នុងសាលាហ្នឹងមានកូនក្មេងជាច្រើនពេលមានក្មេងជាច្រើនតែងតែឆ្លងជំងឺផ្ដាសាយក្តៅខ្លួនក្អកអីជារឿងធម្មតាអញ្ចឹងហើយកូនយើងជាទៅឈឺកូនគេទៅឆ្លងកូនយើងឆ្លងគ្នាទៅវិញទៅមកអញ្ចឹងណាហ្នឹងហើយប៉ុន្តែគាត់ថាហ្នឹងហើយយើងព្យាយាមអនាម័យគាត់ណាឧស្សាហ៍ឲ្យគាត់លាងដៃហ្នឹងហើយមុននឹងប៉ះរបស់របរឬក៏របស់របរអីញ៉ាំអីចឹងឧស្សាហ៍លាងដៃបាញ់ទឹកលាងដៃញ៉ាំអាហារដោយមានអនាម័យអីចឹងហើយប៉ុន្តែជួនកាលយើងអត់អាចគ្រប់គ្រងបានទាំងអស់ហើយក្មេងងាកផ្លាប់ដាក់ចូលមាត់អីចឹងទៅហើយដៃប្រឡាក់ដៃអីចឹងណាហើយនៅនេះអាកាសធាតុប្រែប្រួលលឿនអញ្ចឹងសូម្បីតែមនុស្សចាស់យើងមុំក៏ឈឺដែរហើយនេះគឺនៅក្នុងមន្ទីរពេទ្យដោយសារតែថ្ងៃហ្នឹងគាត់ក្តៅខ្លួនដល់ទៅ38.5 អង្សាដល់ពេលអញ្ចឹងពេលដែលយើងទៅមន្ទីរពេទ្យគឺគេឲ្យយើងរងចាំនៅក្នុងបន្ទប់រងចាំអញ្ចឹងណាគេឲ្យយើងចាំនៅក្នុងបន្ទប់រួមជាមួយនឹងអ្នកជំងឺផ្សេងទេដោយសារតែខ្លាចអ្នកផ្សេងទៀតគេឆ្លងជំងឺពីយើងដែរអញ្ចឹងណាព្រោះនៅនេះតែពេលក្តៅអីមុំគេខ្លាចកើតកូវីដអញ្ចឹងណាពេលដែលយើងទៅដល់ទៅខាងរីសិបគេឲ្យយើងចាំលេខរៀងហើយលេខរៀងហ្នឹងគឺតាមលេខរៀងថ្ងៃនេះគឺអត់សូវមានមនុស្សប៉ុន្មានទេអញ្ចឹងក៏គេឲ្យយើងទៅចាំនៅក្នុងបន្ទប់រងចាំបន្ទាប់ពីចាំហើយដល់ឈ្មោះលេខរៀងរបស់យើងគេនឹងហៅយើងទៅពិនិត្យហើយកូនក្មេងហ្នឹងហើយគេពិនិត្យទូទៅធម្មតាអញ្ចឹងគេសួរអាការៈយើងកូនយើងឈឺតាំងពីពេលណាអីចឹងទៅបន្ទាប់ពីពេទ្យពិនិត្យហើយក៏គេចាប់ផ្ដើមថាត្រូវឲ្យថ្នាំយើងលេបប្រហែលថ្ងៃដើម្បីតាមដានអីទៀតចឹងអញ្ចឹងពិតពេលដែលគិតលុយគឺអត់អស់លុយទេដោយសារតែយើងមានបានសម្រាប់ខាងរដ្ឋខាងតំបន់ដែលខ្ញុំនៅគឺមានបានសម្រាប់ឲ្យកូនក្មេងទៅពេទ្យអត់អស់លុយអញ្ចឹងណាហើយទៅលើកហ្នឹងដូចជាអស់តែ50យ៉េនទេបងប្អូនដោយសារតែកំប៉ុងយើងដាក់ទឹកថ្នាំទឹកសេរ៉ូហ្នឹងគេគិតថ្លៃអាហ្នឹងបើសិនជាថ្លៃថ្នាំថ្លៃសេវាពិនិត្យអីគឺអត់អស់លុយទេកូនក្មេងនៅជប៉ុនបើសិនជាទៅពេទ្យអស់លុយទៀតហ្នឹងដឹងតែក្រខ្លួនតែម្ដងហ្នឹងហើយបានរត់គេជួយប៉ុណ្ណឹងដែរអូខេ